ចាសស្ដីនៅទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំប្រៀនអ្នកទាំងអស់គ្នា join domain ហើយដំបូងយើងត្រូវបង្កើតជាមួយនឹងMMC សិនដំបូងយើងត្រូវចូលកន្លែងពាក្យសើចហើយយើងពេកពាក្យថា MMC ចុះហើយយើងចាប់ផ្ដើម add វាចូលចឹងណាដំបូងយើង add Active Directory ជាមួយនឹងDNS ហើយនៅក្នុងគ្នាចង់ add អីទៀតក៏បានដែរខ្ញុំ add ពីនឹងសិនហើយយើងចុច OK មកហើយវាចេញហើយយើងចាប់ផ្ដើម save នៅលើ desktop ស្នងយើងចូលវាស្រួលអញ្ចឹងណាបងប្អូនហើយយើង save ហើយវានៅជាប់នៅលើ desktop ហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវបង្កើតសម្រាប់ client ណាអ្នកទាំងអស់គ្នាតែខ្ញុំបង្កើតរួចហើយអានោះបង្កើតដូចតាមមុនដែរតែគ្រាន់តែយើងដាក់ window ឲ្យទូចចឹងណាព្រោះដោយសារវាជា client ហើយយើងចូលមក control panel រួចហើយយើងចុចnetwork and internet មកហើយវានឹងដើរអញ្ចឹងហើយរួចហើយយើងចុចពាក្យថាឆាង adapter setting រួចហើយខ្ញុំគ្រាន់តែ right click នៅលើកន្លែង internet ហ្នឹងមកហើយយើងជ្រើសរើសយកពាក្យថា property រួចហើយយើងអូសវាមកក្រៅមកយើងឃើញតែពាក្យ internet protocol version 4 ហ្នឹង IP4 ហ្នឹងយើងចុចលើវាមកកន្លែងនេះដែរយើងចូលមក server យើងមកដើម្បី check ក្រោមមើល IP ដើម្បីយើងទៅបំពេញវាអញ្ចឹងណាហើយសម្រាប់ IP យើងចុចនៅកន្លែងពាក្យថា search ហ្នឹងហើយយើងចុចពាក្យថា CMD រួចហើយយើង enter មកហើយយើងវាយពាក្យ IP config ហើយយើងចាប់ផ្ដើមចុច enter វាមកអាកន្លែង IPv4 address ហ្នឹងហើយយើងមើលលេខវាតាមហ្នឹងទៅពេលយើងចុចនៅលើពាក្យថា you the following server DNS server address ហ្នឹងហើយវាឲ្យយើងចាប់ផ្ដើមវាយ address ហ្នឹងចូលហើយយើងវាយ address ហ្នឹងចូលឲ្យត្រូវជាមួយនឹង server យើងមករួចហើយកន្លែងនេះដែរយើងចាប់ផ្ដើមចូលកន្លែង search ហើយយើងវាយពាក្យថាDPC ទៅហើយយើង enter វាទៅហើយយើង right click នៅលើ DPC ហ្នឹងទៅយើង right click វាយើងចុចនៅលើ property ហើយយើងចុចនៅលើពាក្យថា change setting ហើយយើងចាប់ផ្ដើមដាក់ឈ្មោះចូលមកយើងដាក់ឈ្មោះថា administrator ចឹងណាហើយយើងវាយ password ចូលមកហើយវានឹងចេញឲ្យយើងហើយយើងគ្រាន់តែ OK មកវារួចហើយយើងចាប់ផ្ដើម restart ឲ្យវា restart machine ណាពេលវា restart ហើយយើងនឹងjoin domain កើតហើយនៅ domain យើងកើតហើយយើងខ្លាចទៅជា admin ហើយគេខ្លាចទៅជា client របស់យើងអីអញ្ចឹងណាហើយយើងគ្រាន់តែចូល check ទៅយើងឃើញហើយយើងចាប់ផ្ដើមបង្កើត user ឲ្យវាមួយមកយើងគ្រាន់តែចុច right click លើ user ចេញចាប់ផ្ដើមយើងដាក់ឈ្មោះដាក់ password ដាក់អីអញ្ចឹងណាអ្នកនរគ្នាហើយសម្រាប់ password ហ្នឹងដែរយើងត្រូវតែដាក់ឲ្យវាមានអក្សរជាអក្សរតូចអក្សរធំនិងលេខផងហើយជាមួយនឹងសញ្ញាអីផងអញ្ចឹងណាយើងដាក់ឲ្យវា strong បានវាដំណើរការអីអញ្ចឹងណាហើយយើងគ្រាន់តែចុចតាមហ្នឹងមកគ្រាន់តែចុចពាក្យnext ហើយនឹង finish ទៅរួចហើយអ្នកនរគ្នាហើយសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នា